គ្រប់ quotation ទាំងអស់របស់ក្រុមហ៊ុនដឹកជញ្ជូនដែលបានផ្ញើជូនលោកលោកស្រីតែងតែបង្ហាញអំពីការឆាចបន្ថែមដូចជា storage charge, demurrage charge និង detention ដោយនៅត្រង់កន្លែង subject to ដោយបានបើករង្វង់កញ្ចក់ប្រាប់ថា if any ប្រសិនបើវាកើតឡើងដូច្នេះវីដេអូនេះគឺជូនជាពិសេសសម្រាប់លោកលោកស្រីដែលជាអ្នកកំពុងតែនាំចូលទំនិញ clear រួចហើយបានទំនិញរួចហើយប៉ុន្តែខាងក្រុមហ៊ុនដឹកជញ្ជូនក៏បានឆាចបន្ថែមទៅលើថ្លៃឆាចទាំង3ហ្នឹងមានជា storage, demurrage និង detention អញ្ចឹងយើងទៅមើលទាំងអស់គ្នាថា3ហ្នឹងមូលហេតុអីបានជាក្រុមហ៊ុនដឹកជញ្ជូនឆាចទៅលោកស្រីទាំងដែលដំបូងគេដាក់ថា if any តែដល់ពេលឥឡូវវា any វិញវាបែរជាមានវិញអញ្ចឹងឥឡូវយើងទៅដល់យើងទៅដឹងពីអត្ថន័យយើងដឹងអំពីនិយមន័យវាទាំងអស់គ្នាអូខេអញ្ចឹងដោយសពដងមុនយើងចូលដល់ប្រធានបទយើងទៅរំលឹកអំពីមេរៀនចាស់ដែលជាអេពីសូតទី9ដែលយើងនិយាយអំពីតើតម្រូវមានឯកសារអ្វីខ្លះសម្រាប់ពាណិជ្ជកម្មឆ្លងប្រទេសនៅក្នុងវិស័យ logistics អញ្ចឹងឯកសារមានគឺខ្ញុំរំលឹកឡើងវិញមានជា2មានឯកសារទំនិញនិងឯកសាររបស់អ្នកនាំចូលដែលយើងហៅថា importer ហ្នឹងអញ្ចឹងលោកស្រីដែលអត់ទាន់បានទៅទស្សនាអេពីសូត9លោកស្រីអាចចុចទៅក្នុង playlist ទៅអញ្ចឹងមានដាក់ជាអេពីសូតនិងមានដាក់ជាចំណងជើងលោកស្រីអាចទៅទស្សនាបន្តបានអូខេអញ្ចឹងឥឡូវយើងចូលមកដល់ប្រធានបទរបស់យើងដែលជាអេពីសូតទី10ដែលមានចំណងជើងថាការបង់ថ្លៃបន្ថែមទាំង3ដែលអ្នកនាំចូលដំណេញត្រូវតែដឹងដើម្បីជៀសវាងការខាតប្រាក់រាប់រយដុល្លារលោកស្រីនៅក្នុងការដឹកជញ្ជូនតាមសមុទ្រវាមានថ្លៃការឆាចបន្ថែមជាច្រើនក្រៅពីថ្លៃកប៉ាល់ក្រៅពីថ្លៃ clear ដឹកចារតម្លៃដោយដែលបានចែងនៅក្នុង quotation ហើយថ្ងៃនេះយើងនឹង learn អំពីតើអាការឆាច extra charge ហ្នឹងអាការឆាចបន្ថែមទាំង3ហ្នឹងដែលវាគួរតែមានហ្នឹងវាគួរនឹងអាចកើតឡើងហ្នឹងតើវាមានអីខ្លះប្រភេទទាំង3ហ្នឹងហើយវាចម្បងទៀតអញ្ចឹងវាមានដូចជា storage charge, demurrage charge និង detention charge យ៉ាមាន3ហ្នឹងអញ្ចឹងឥឡូវយើងចូលទៅដល់ថាមានយើងត្រូវចូលដល់សំណួរតើអ្វីទៅជា3ហ្នឹងអ្វីទៅជា storage charge ជា detention charge និង demurrage charge ហ្នឹងអូខេអញ្ចឹងឥឡូវយើងចូលដល់ទី1អ្វីទៅជា storage charge storage charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យខាងកំពង់ផែប្រសិនបើទំនិញរបស់លោកស្រីនៅកំពង់ផែយូរជាងពេលកំណត់អូខេយឺតមួយម្ដងទៀត storage charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យខាងកំពង់ផែប្រសិនបើទំនិញរបស់លោកស្រីនៅក្នុងកំពង់ផែយូរជាងការកំណត់ជាទូទៅ storage charge ខាងយើងនិយាយពីកំពង់ផែក្រុងបរសែននោះចុះអញ្ចឹងជាទូទៅកំពង់ផែក្រុងបរសែននោះគឺនឹង free time មានន័យថា free ឲ្យយើង4ថ្ងៃបើសិនជាយើងលើសចូលដល់ថ្ងៃទី5អាហ្នឹងគេគិត1ថ្ងៃណាតោះយើងទៅយឺតទាំងអស់គ្នាអញ្ចឹងសម្រាប់ទូ20 feet ការ charge storage charge ក្នុងមួយថ្ងៃវាអាហ្នឹងគឺវាមាន receipt ទេគឺមួយថ្ងៃ 5.5 កាក់ក្នុងមួយថ្ងៃសម្រាប់ទូខ្លី20 feet ទូវែង40 feet គឺ$8.8ក្នុងមួយថ្ងៃចាឥឡូវយើងចូលដល់ឧទាហរណ៍ឥឡូវឧទាហរណ៍ charge មិនគុណមិនបូកដកចែកមិនឧទាហរណ៍ពី storage charge ហ្នឹងអញ្ចឹងឧទាហរណ៍ឥឡូវទំនិញរបស់លោកស្រីមួយទូ40 feet ហើយចូលមកតាមច្រកកំពង់សោមយើងណាច្រកកំពង់ផែក្រុងព្រះសីហនុទំនិញរបស់លោកស្រីមួយទូ40 feet ហ្នឹងមកដល់កំពង់ផែក្រុងព្រះសីហនុគឺមកដល់នៅថ្ងៃទី1ប៉ុន្តែដោយមានបញ្ហាឯកសារក្រុមហ៊ុនដឹកជញ្ជូនរបស់លោកស្រីទៅយកទំនិញនៅថ្ងៃទី7អញ្ចឹងកំពង់សោមគេ free time 4ថ្ងៃមកដល់ថ្ងៃ1 free time 4ថ្ងៃតែដល់ពេលយើងទៅយកនៅថ្ងៃ7ដូច្នេះកំពង់ផែវាដូច្នេះក្នុងហេតុការណ៍ឧទាហរណ៍នេះវានឹង storage charge នឹងមានកើតឡើងវានឹងកើតឡើងហើយលោកស្រីត្រូវបង់អស់3ថ្ងៃមកដល់ថ្ងៃ1យើងទៅយកថ្ងៃ7គេ free 4ថ្ងៃអញ្ចឹងថ្ងៃ1ដល់ថ្ងៃ4អញ្ចឹងថ្ងៃ5ថ្ងៃ6ថ្ងៃ7អញ្ចឹងគេឆាច3ថ្ងៃហ្នឹងអញ្ចឹងបើទូ40 feet យើងយក 8.8 កាក់ក្នុងគុណនឹង3អញ្ចឹង storage charge វាអស់ 26.4 អូខេអញ្ចឹងនេះសម្រាប់ storage charge អញ្ចឹងយើងចូលដល់អ្វីទៅជា demurrage charge demurrage charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យខាងក្រុមហ៊ុនកប៉ាល់ឬក៏យើងហៅថា shipping line ប្រសិនបើទំនិញរបស់លោកស្រីនៅកំពង់ផែយូរជាងការកំណត់អូខេយឺតអញ្ចឹងម្ដងទៀត demurrage charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យខាងក្រុមហ៊ុនកប៉ាល់ប្រសិនបើទំនិញរបស់លោកស្រីនៅក្នុងកំពង់ផែយូរជាងការកំណត់អញ្ចឹង storage ហើយនឹង demurrage នៃដូចគ្នានៅពេលដែលយើងអាវ៉ាន់មកដល់យើងយូរទៅយកគឺថ្លៃឆាចពីរហ្នឹងវានឹងកើតឡើងគ្រាន់តែមួយកំពង់ផែឆាចយើងពីរក្រុមហ៊ុនកប៉ាល់ឆាចយើងអូខេយូរជាងពេលយើងអាវ៉ាន់មកដល់យើងទៅយកអញ្ចឹងជាទូទៅក្រុមហ៊ុនកប៉ាល់នឹង free time វាពី5ទៅ7ថ្ងៃអាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនកប៉ាល់នីមួយ
chẳng free time វា charge 5 ថ្ងៃវាដូចទៅនឹង storage ខាងលើដែរគេ count វាមិនចឹងឧទាហរណ៍ថាតំណែងបរិស្រីមកដល់ថ្ងៃ1ដូចគ្នាថ្ងៃ1ខែមករាអញ្ចឹងគេ free ឧទាហរណ៍ឥឡូវក្រុមកប៉ាល់នេះយើងចរចាបានក្រុម7ថ្ងៃអញ្ចឹងវាមកដល់ថ្ងៃ1ដល់ថ្ងៃ7ក្នុងអំឡុងថ្ងៃ1ដល់ថ្ងៃ7ហ្នឹងបើយើងអត់តន់ទៅយកអានឹងអត់មានការឆាយទេហើយក្រុមហ៊ុនដឹកជញ្ជូនរបស់លោកស្រីហ្នឹងទៅយកនៅថ្ងៃ10អូខេអញ្ចឹងវាយឺតមួយថ្ងៃគេ free ដល់ថ្ងៃ7យើងទៅយកថ្ងៃ10វាយឺត3ថ្ងៃអញ្ចឹងយឺត3ថ្ងៃខាងកប៉ាល់នឹងឆាយមួយថ្ងៃឧទាហរណ៍ឥឡូវថ្លៃឆាយក្នុងមួយថ្ងៃហ្នឹងវាអាស្រ័យទៅលើគោលការណ៍ក្រុមហ៊ុនដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ថាមួយថ្ងៃ$20អញ្ចឹងបើយើងយឺត3ថ្ងៃវាស្មើនឹងអស់60យ៉ាអញ្ចឹងយឺតយើងគ្រាន់តែថ្លៃ storage ដែល100អាពីលើហ្នឹងវាជិត100បាទហើយអាហ្នឹងគ្រាន់តែយើងយូរទៅយកហ្នឹងណាអូខេអញ្ចឹងចឹងកន្លែងនេះខ្ញុំចង់ឲ្យ note បន្តិចម្ដងទៀតពាក់មួយកែបនប្រកាសនៃពិសេស storage charge និង demurrage charge មួយកំពុងផាយ charge យើងសម្រាប់ storage charge demurrage charge គឺក្រុមហ៊ុនកប៉ាល់ charge យើងចឹងអាទី3ស្អីគេ detention charge អ្វីទៅជា detention charge detention charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យខាងក្រុមហ៊ុនកប៉ាល់ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនរបស់លោកស្រីឬក៏លោកស្រីផ្ទាល់យឺតយ៉ាវក្នុងការសងសម្បកទូត្រឡប់ទៅឲ្យខាងក្រុមហ៊ុនកប៉ាល់វិញអូខេម្ដងទៀត detention charge គឺជាការបង់ថ្លៃបន្ថែមទៅឲ្យក្រុមហ៊ុនកប៉ាល់ប្រសិនបើលោកស្រីយឺតយ៉ាវក្នុងការសងត្រឡប់សម្បកទូ container ទៅឲ្យខាងក្រុមហ៊ុនកប៉ាល់វិញអាពីលើគឺនៅពេលដែលមកដល់ហើយយើងទៅយកយឺតអាទី3នេះគឺ detention charge នៅពេលដែលយើងយកទូមកយើងតម្លាក់អីវ៉ាន់តម្លាក់អីហើយតែយើងយូរនេះយូរអាសងសម្បកទូទៅឲ្យគេវិញក៏មានការឆាចដូចគ្នាដែរអញ្ចឹង detention charge ជាទូទៅក្រុមហ៊ុនកប៉ាល់ free ដូចគ្នាពី5ទៅ7ថ្ងៃបេះទៅលើ shipping line វាអាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនកប៉ាល់នីមួយៗដូចគ្នាអញ្ចឹងយើងលើកឧទាហរណ៍មួយដើម្បីឲ្យស្រួលយល់លោកស្រីបាន clear បាន clear ហើយបានយកទំនិញទៅហៅថាយកទូ container ហ្នឹងចេញពីផែនៅថ្ងៃទី1ហើយលោកស្រីត្រូវគោលការណ៍របស់ក្រុមហ៊ុនកប៉ាល់លោកស្រីត្រូវសងវិញនៅថ្ងៃទី8មកគេ free ឲ្យ7ថ្ងៃអញ្ចឹងសងវិញនៅថ្ងៃ8ប៉ុន្តែលោកស្រីបែរជាសងវិញនៅថ្ងៃទី18យើងយកលេខកូដចុះស្រួលអញ្ចឹងគេក្រុមហ៊ុនយើងយកចេញយើងយកតំណែងចេញថ្ងៃ1កប៉ាល់គេ free 7ថ្ងៃអញ្ចឹងថ្ងៃ8ត្រូវយកគេវិញតែវាមានបញ្ហាមួយចំនួនថ្ងៃ18បានយកទៅឲ្យអញ្ចឹងយើងជាប់ detention 10ថ្ងៃអញ្ចឹង10ថ្ងៃជាទូទៅឥឡូវយើងគិតថាការឆាចមួយថ្ងៃប៉ុន្មានវាអាស្រ័យលើក្រុមហ៊ុនកប៉ាល់រៀងៗខ្លួនឥឡូវយើងគិតថាមួយថ្ងៃ$20អញ្ចឹង10ថ្ងៃអស់200 extra charge ហ្នឹងអស់$200អញ្ចឹងយើងម្ដងទៀត detention គឺជាការ charge បន្ថែមនៅពេលដែលយើងសងសម្បកទូលេទៅឲ្យក្រុមហ៊ុនកប៉ាល់ជាទូទៅ free ទៅ5ទៅ7ថ្ងៃអូខេអញ្ចឹងយើងចូលដល់របៀបជៀសវាង how to avoid discharge តើយើងត្រូវជៀសវាងវាយ៉ាងដូចម្ដេចអញ្ចឹងរបៀបជៀសវាងវាសម្រាប់អ្នកនាំចូលសម្រាប់លោកស្រីដែលជាម្ចាស់ទំនិញដែលជាអ្នកនាំចូលហ្នឹងត្រូវជៀសវាងយើងត្រូវ note វាទី1ផ្ដល់ឯកសារដែលពាក់ព័ន្ធទាំងអស់ទៅឲ្យក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងកន្លែងហ្នឹងនៅពេលដែលក្រុមហ៊ុនដឹកជញ្ជូនគាត់ requirement ឯកសារអីយើងរៀបចំឲ្យគាត់ទៅពេលដែលយើង let ក្នុងការ offer ឯកសារអញ្ចឹងក្រុមហ៊ុនដឹកជញ្ជូនគាត់ធ្វើអីអត់បានទេកន្លែងហ្នឹងវាកៀងការងារទី2ត្រូវរៀបចំឃ្លាំងមុនសម្រាប់អីវ៉ាន់មកដល់អញ្ចឹងឯកសារមានអស់ហើយនៅពេលដែលមកដល់លេងឃ្លាំងយើងសិតតែអីវ៉ាន់ load clear load ពីទូមកកើតឃ្លាំងណែនប៉េះអានឹងតម្លាក់អីវ៉ាន់អាទូមកទូទៀតពេលណាអញ្ចឹង let មានការឆាយកាត់ឡើងហើយអូខេទី3ទៅរៀបចំកម្លាំងតម្លាក់អញ្ចឹងបើសិនជាអីវ៉ាន់យើងមានដូចជា crane មានជា forklift ហ្នឹងបើអីវ៉ាន់យើងជាកេះយើងត្រូវមានកម្លាំងតម្លាក់ហើយទៅហើយបើអីវ៉ាន់យើងធំយើងត្រូវមាន land steward មាន crane មាន forklift ហើយទៅដើម្បីកុំឲ្យយឺតយើងត្រៀមមុនយើងមាន plan មុនអញ្ចឹងទៅអញ្ចឹងដើម្បីជៀសវាងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនយើងត្រូវធ្វើមិនឲ្យត្រូវរៀបចំឯកសារមុនពេលកប៉ាល់មកដល់កន្លែងហ្នឹងគឺពីខ្ញុំប្រាប់ក្រុមការងារខ្ញុំហ្មងអត់ចាំពេលអីវ៉ាន់មកដល់កំពង់សោមយើងអាឡ័យទៅថារៀបឯកសាររៀបអីទេគឺគ្រាន់តែអីវ៉ាន់ ETD ចេញពី origin មកហ្នឹងរៀបចំមកហើយទៅដាក់ចាតម្លៃ apply CO អីឲ្យទៅកន្លែងហ្នឹងយើងត្រូវធ្វើមិនឲ្យវាដាន 100% នៅមុនកប៉ាល់ចូលមកដល់ទី2ត្រូវរៀបចំ plan clear តំណែងអញ្ចឹងមានន័យថាឥឡូវplan clear មួយហើយតែbooking នេះ booking truck នេះក្រុមហ៊ុនដឹកជញ្ជូនយើងមួយចំនួនវាមានបញ្ហាខ្វះឡានបើពីច្រើនថ្ងៃពហុថ្ងៃសុក្រខ្វះឡាន import មកច្រើនដោយសារពហុសុក្រវាត្រូវឡានពីច្រើនយើងចេញទៅ export យើងសម្រាប់ដឹកអីវ៉ាន់នាំចេញអញ្ចឹងឲ្យតែ clear ចំតែពហុសុក្រដឹងតែមានបញ្ហាឡានហើយអញ្ចឹងបើយើងមាន plan clear ទៅបើជិះបានពហុសុក្រក៏ជិះទៅតែបើជិះអត់បានទេយើងកក់ឡានហើយទៅបើយើង plan clear ថ្ងៃពហុថ្ងៃសុក្រចំថ្ងៃដែលអត់សូវសម្បូរឡានហ្នឹងអញ្ចឹងកន្លែងហ្នឹងបងប្អូនអ្នកកាន់ operation អាហ្នឹងត្រូវ note ដែរតែមាន booking ឡាន booking ឲ្យទៅមាន plan មានច្បាស់អញ្ចឹងទៅដើម្បីជៀសវាងការជាប់ storage demurrage និង detention ហ្នឹងអូខេនេះគឺជារបៀបជៀសវាងអញ្ចឹងខ្ញុំនឹងម្ដងទៀតសម្រាប់អ្នកនាំចូលផ្ដល់ឯកសារឲ្យក្រុមហ៊ុនដឹកជញ្ជូនឲ្យបានគ្រប់គ្រាន់យ៉ារៀបចំឃ្លាំងឲ្យបានហើយរៀបចំកន្លែងតម្លាក់កម្មករឬក៏ crane ក៏ forklift ក្រុមហ៊ុនដឹកជញ្ជូនត្រូវរៀបចំឯកសារមុនកប៉ាល់មកដល់ចាតម្លៃឲ្យធ្លាក់មុន
permit អីត្រូវធ្លាក់មុនបាទរៀបចំ plan clear ច្បាស់ជាពិសេសគឺ booking ឡានអូខេអញ្ចឹងមកប្រាវហ្នឹងលឿនពេកបើសិនជាលឿនយឺតលោកស្រីអាច comment ប្រាប់ផងអូខេអញ្ចឹងយើង debrief ឡើងវិញតិចទៅអស់ហើយចាប់អស់ហើយយើងនឹងសង្ខេបឡើងវិញការឆែកបន្ថែមនៅក្នុង quote របស់លោកស្រីយើងលោកស្រីតែងតែអាចទាញ quote មកមើលសារថ្មីមកនៅពេលដែលមើលវីដេអូនេះចប់អញ្ចឹងវានៅកន្លែងខាងក្រោមដែល subject to គឺគេដាក់ storage demurrage detention if any អញ្ចឹងអត្ថន័យវាជាអីគេ storage charge គឺជាការឆាចបន្ថែមពីក្រុមពីកំពង់ផែ demurrage charge គឺជាការឆាចបន្ថែមពីក្រុមហ៊ុនកប៉ាល់នៅពេលដែលយើងយឺតយ៉ាវក្នុងការទៅយកទំនិញ detention គឺជាការឆាចបន្ថែមពីក្រុមហ៊ុនកប៉ាល់មកយើងនៅពេលដែលយើងយឺតយ៉ាវក្នុងការសងសម្បត្តិទូទៅគេវិញអូខេហើយហ្នឹងហើយវិធីក្នុងការជៀសវាងយើងបានចែកម្លែកហើយអញ្ចឹងសម្រាប់អេពីសូតនេះគឺមានប៉ុណ្្នឹងសម្រាប់អេពីសូតទី10ការបង់ថ្លៃបន្ថែមហើយអ្នកដឹកជញ្ជូនឬក៏អ្នកនាំចូលទំនិញត្រូវតែជៀសវាងយើងកុំឲ្យវាមានការកើតឡើងតែមានអានឹងកើតឡើងអ្នកម្ចាស់ទំនិញអតិថិជនរបស់យើងក៏អត់សប្បាយចិត្តយើងជាក្រុមហ៊ុនដឹកជញ្ជូនក៏យើងមិនជាក់ស្ដែងបើពីខ្ញុំទៅវិញខ្ញុំពិតជាមិនចង់ឲ្យមានការ extra charge អីទៅលើ quote ដែលយើងបានធ្លាក់ជូនភ្ញៀវនឹងទេអញ្ចឹងយើងត្រៀមទាំងអស់គ្នាយើងមាន plan ទាំងអស់គ្នាទៅអូខេសម្រាប់អេពីសូតនេះប៉ុណ្ណឹងអញ្ចឹងវីដេអូបន្ទាប់សម្រាប់អេពីសូតទី11យើងនឹងនាំគ្នានិយាយអំពីការចំណាយទាំងអស់សម្រាប់ទំនិញមួយទូវាមានអ្វីខ្លះអូខេម្ដងទៀតប្រធានបទអេពីសូតទី11យើងនឹងនាំគ្នានិយាយអំពីការចំណាយទាំងអស់សម្រាប់ទំនិញមួយទូតើវាមានអ្វីខ្លះកន្លែងហ្នឹងគឺយើងនឹងទាញ quote មក quotation ដែលលោកស្រីមាននៅក្នុងដៃឬក៏ក្រុមហ៊ុនដឹកជញ្ជូនធ្លាប់ send ឲ្យលោកស្រីហ្នឹងអញ្ចឹងថ្ងៃស្អែកយើងនឹងទាញ quote ហ្នឹងមកយើងនឹងបញ្យល់ទាំងអស់គ្នាអញ្ចឹងជាទូទៅវីដេអូរបស់ខ្ញុំនឹងទម្លាក់រៀងរាល់ថ្ងៃម៉ោង8:18នាទីយប់អញ្ចឹងយើងនឹងមាន schedule ហោះឲ្យទៀងទាត់រាល់ថ្ងៃអញ្ចឹងលោកស្រីអាចមួយទឹកមួយឲ្យស្អាតញ៉ាំបាយហើយម៉ោង8ស្អែកទាញ quote មកយើងទៅបញ្យល់ទាំងអស់គ្នា clearance មានន័យថាម៉េច custom evaluation មានន័យថាម៉េចយើងនឹងបញ្យល់លម្អិតទាំងអស់គ្នាហើយសម្រាប់បងប្អូននៅក្នុងវិស័យដឹកជញ្ជូនក៏វាជាចំណេះដឹងមួយដែរអញ្ចឹងយើងនាំគ្នាមក learn មក comment មកចែករំលែកបទពិសោធន៍ទាំងអស់គ្នាអូខេអញ្ចឹងបើសិនជាលោកស្រីគិតថាវីដេអូចែករំលែករបស់ខ្ញុំគិតថាវាមានតម្លៃវាមានអត្ថប្រយោជន៍អញ្ចឹងបើលោកស្រីមានស្គាល់អ្នកដែលគាត់ជាអ្នកនាំចូលទំនិញលោកស្រីមានមិត្តភក្តិបងប្អូនដែលជាអ្នកគម្រោងនាំចូលទំនិញឬក៏លោកស្រីមានមិត្តភក្តិបងប្អូនដែលគាត់មានដែលជាកំពុងតែបម្រើការងារក្នុងវិស័យដឹកជញ្ជូនលោកស្រីអាច share វីដេអូនេះទៅកាន់ពួកគាត់ហើយបើសិនជាចូលចិត្តវីដេអូខ្ញុំកុំភ្លេចបាទចុច like ជាកម្លាំងចិត្ត follow និង subscribe ហើយកុំភ្លេចទូ comment ផងបើសិនជាចង់ឲ្យខ្ញុំចែករំលែកប្រធានបទអីផ្សេងទៀតនៅក្នុងវិស័យភស្តុភារកម្មឬក៏យើងហៅថា logistics នេះអញ្ចឹងអរគុណសម្រាប់លោកស្រីក្នុងការចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល